បាទសូមនមស្ការព្រះរតនត្រ័យទាំង3ជាទីគោរពសក្ការៈដ៏ពងពោះនិងសូមគោរពជំរាបសួរលោកតាលោកយាយអង្គពូមីងជាទីគោរពរាប់អានបាទថ្ងៃនេះគឺខ្ញុំនឹងមកអានចែករំលែកនៅអត្ថបទបន្តទៀតនៅក្នុងសៀវភៅគតិលោកនៅក្នុងរឿងនាយព្រានព្រៃចាប់សត្វសារិកាបាទចាប់ពីពាក្យកណ្ដាលទំព័រទី24 25 26 និង 27 ដែលមានខ្លឹមសារដូចតទៅមាននាយព្រានព្រៃម្នាក់ទៅចាប់សត្វសារិកាមួយកង្កោកមួយកុកមួយបានមកបង្ហាត់ក្នុងការល្បែងគឺសារិកាបង្ហាត់ឲ្យចេះនិយាយស្ដីជាភាសាមនុស្សឯកង្កោកនិងកុកបង្ហាត់ឲ្យចេះរៀបរាប់ប្រើលំនាំទៅបានផ្សេងនាយព្រានបង្ហាត់សត្វទាំង3បានចេះស្ទាត់ហើយទើបនាំយកទៅថ្វាយព្រះបរមរាជានាព្រះរាជវាំងបាទដើម្បីយកសត្វនិងប្រាក់រង្វាន់តាមភាពជាតិព្រានព្រៃព្រះបរមរាជាទ្រង់ត្រាស់សួរថាសត្វទាំង3នេះតើចេះអ្វីខ្លះនាយព្រានព្រៃក្រាបទូលថាសត្វសារិកានេះចេះនិយាយភាសាមនុស្សបានទូលហើយក៏ប្រើសារិកាឲ្យនិយាយសារិកាក៏សម្ដែងវិជ្ជាដែលខ្លួនចេះគឺពោលពាក្យផ្សេងជាភាសាមនុស្សស្រេចហើយនាយព្រានប្រើកង្កោកឲ្យរំថ្វាយកង្កោកក៏រំរេណាកាច់កែតាមចំណេះដែលខ្លួនចេះនោះបានផ្សេងព្រះបរមរាជាក៏សពព្រះហឫទ័យនិងសត្វទាំងពីរទើបទ្រង់ឲ្យអាមាត្យចាប់យកទៅដាក់ទ្រង់ទុកជារបស់ព្រះរាជទ្រព្យលួងនាយព្រានព្រៃក៏នាំកុកចេញមកហើយប្រើកុកនោះឲ្យរំថ្វាយព្រះបរមរាជាទៀតឯកុកជាសត្វមានប្រាជ្ញាស្គាល់កាលគួរកាលមិនគួរគិតថាសត្វសារិកាសត្វកង្កោកគេបានសម្ដែងចំណេះថ្វាយស្ដេចសពព្រះតីទ្រង់ឲ្យដាក់ទ្រង់ទុកជាព្រះរាជទ្រព្យហើយប្រសិនបើអញសម្ដែងចំណេះឡើងគង់ស្ដេចនឹងឲ្យដាក់ទ្រង់ទុកដូចគេធម្មតាការជាប់ទ្រង់នេះនឹងរកក្តីសុខឯណាមានតែក្តីទុក្ខក្តីរំខានជាប្រកបបើដូច្នេះកាលនេះមិនគួរនឹងសម្ដែងវិជ្ជាដែលចេះនោះទេបាទកាលនេះមិនគួរនឹងសម្ដែងវិជ្ជាដែលចេះនោះទេទៅធ្វើល្ងងវិញទៅរួចខ្លួនគិតហើយកុកនោះពុំរាន់ឡើយធ្វើតែក្រកទៅក្រកមកក្រកទៅក្រកមកប៉ុណ្ណោះនាយព្រានប្រើឲ្យធ្វើដូចម្ដេចកុកក៏មិនធ្វើតាមចេះតែក្រកទៅក្រកមកដូច្នោះឯងឯព្រះបរមរាជាយល់កិរិយាកុកមិនចេះធ្វើអ្វីដូច្នោះក៏ទ្រង់ត្រាស់ឲ្យនាយព្រានព្រៃស្រាយលែងនាយព្រានក៏លែងកុកនោះតាមព្រះបន្ទូលអងឯកុកបានរួចចេញចាក់ដៃនៃនាយព្រានហើយក៏ហើរឡើងលើអាកាសហើយបញ្ចេញឧទានវាចាថាសត្វសារិកានិងកង្កោកគេចេះប្រាជ្ញប្រោកញ៉ាំងមនុស្សលោកឲ្យត្រេកអរចិត្តបានធ្វើប្រាណឲ្យជាប់ទ្រង់មានសភាពយ៉ាងនេះថាហើយល្អហើយចៅទាំងពីរតែយើងយល់ថាការជាប់ទ្រង់គេនោះជាទីនាំមកនៅក្តីទុក្ខរំខានបានជាយើងមិនសម្ដែងវិជ្ជាដែលចេះនោះស៊ូមេយាធ្វើល្ងងខ្លៅដើម្បីឲ្យគេស្អប់គេលែងចោលបងនឹងបានទៅជួបជុំវងញាតសន្តានដែលព្រាត់ប្រាសមកនោះសារិកានិងកង្កោកឯងចេះចំណេះពន់កឯងយ៉ាងនេះហៅថាចេះរបេះក្បាច់ហៅថាចំណេះជិះកឯងហើយណែសកលៈបក្សីទាំងពីរអ្នកឯងមិនដឹងកាលគួរសម្ដែងចំណេះទៅសម្ដែងក្នុងកាលមិនគួរសម្ដែងបានជាអ្នកឯងបាទមិនគួរសម្ដែងបានជាអ្នកឯងជាប់ក្នុងទ្រង់ទៅណាមិនរួចយ៉ាងនេះកុកនោះពោលពាក្យដូច្នោះហើយក៏ហើរទៅកាន់ទីតាមចិត្តប្រាថ្នាហងរឿងនេះបានគតិដល់បុគ្គលអ្នកចេះសម្ដែងចំណេះក្នុងកាលមិនគួរថ្លែងនាំឲ្យពន់កឯងវិញដូចយ៉ាងអ្នកខ្លះបានឃើញបានលឺអ្វីហើយនាំមកសម្ដែងក្នុងកាលប្រជុំអ្នកធំដល់អ្នកធំគេត្រូវការឡើងក៏ប្រើឯងឲ្យទៅធ្វើការនោះឬការនោះជាការកំបាំងខ្លួនទៅថ្លែងគេប្រកាន់ខ្លួនជាប់ថាខ្លួនបានដឹងបានឮហើយគេហៅយកខ្លួនទៅសម្ដែងការនោះឯងត្រូវពាក់ព័ន្ធមកលើខ្លួនវិញយ៉ាងនេះក៏មានកតិអស់នេះនៅមានច្រើនតទៅទៀតអញ្ជើញប្រាជ្ញពិចារណាទៅទៀតចុះសារិកាគេចេះនិយាយទៅនិយាយស្ដាច់ថ្វាយស្ដាច់ដល់ពេលកង្កោកបាទចេះរៀបរាប់ក៏រួមថ្វាយស្ដាច់សពព្រះហឫទ័យក៏យកសត្វទាំងពីរហ្នឹងដាក់ទ្រង់ទុកទៅដើម្បីជាព្រះរាជទ្រព្យណាដល់ពេលកុកជាសត្វដែលមានប្រាជ្ញាអត់ធ្វើរួមអីទេគឺជាល្ងងអីចឹងណាបាទធ្វើស្ដាច់ឲ្យលែងសត្វកុកហ្នឹងទៅកុកក៏បានរួចខ្លួនហើយក៏ពោលប្រាប់សត្វទាំងពីរហ្នឹងថាដូចខ្ញុំបានអានមកមិញហ្នឹង
វិជាកន្លែងណាមិនគួរសម្ដែងចេះក៏ចេះតែសម្ដែងចេះទៅបាទធ្វើឲ្យជាប់ទ្រង់ជាប់ទុកទោសដល់ខ្លួនចឹងទៅប៉ុន្តែកុកគឺជាសត្វដែលមានប្រាជ្ញាក៏អត់សម្ដែងអត់ធ្វើចេះរំចេះអីទេបាទធ្វើជាល្ងងឆោតអីចឹងទៅអញ្ចឹងស្ដេចអត់ត្រូវការទេព្រះរាជាអត់ត្រូវការទេឲ្យស្រាយកុកហ្នឹងឡើងទៅដល់ទៅឡើងទៅបានប្រាប់ថាខ្ញុំក៏ចេះរំដែរប៉ុន្តែខ្ញុំមិនទៅរំនាំឲ្យជាប់ទុកទោសជាប់ទ្រង់អីដូចសត្វកង្កោកហើយនឹងសត្វសារិកានោះឡើយបាទបានចុងក្រោយមួយទៀតថាកុកអើយនាងកុកត្រេះយល់ក្តីសុខក្តីទុក្ខសម្បទាយកាលខុសតំណែងមិនថ្លែងអភិប្រាយខ្លែងធ្វើខ្លោចខ្វាយញ៉ាំងកាយរួចបានវិជាចំណេះគួរចាគួរចេះគួរដឹងប្រមាណគួរពោលល្មមពោលគួរខានល្មមខានកុំអាងតែប្រាណប្រាជ្ញប្រោកព្រើលខ្លាំងនេះហើយចេះចប់ចេះមិនប្រសពក្នុងកាលសម្ដែងចេះនោះប្រែជន់ចេះពន់ក៏ឯងចេះកាលមិនថ្លែងចេះឯងមិនខ្លាញ់អញ្ចឹងកុកហ្នឹងបានរួចខ្លួនណាដល់ពេលសត្វសារិកានឹងកងោកហ្នឹងគឺម្ចាស់នាយព្រានហ្នឹងឲ្យនិយាយដែលម្ចាស់បង្រៀនយ៉ាងម៉េចគឺនិយាយយ៉ាងហ្នឹងគឺងោកនាយព្រានហ្នឹងបង្រៀនឲ្យរៀនរំចេះរំដល់ពេលទៅនៅប្រភេទស្ដេចប្រភេទព្រះរាជាក៏រំរេតាមក្បាច់ដែលព្រានព្រៃហ្នឹងបង្ហាត់បង្រៀនហ្នឹងបាទដល់ពេលឲ្យកុកម្ដងកុកអត់រំទេកុកអត់រំអត់រេអីទាំងអស់ចេះតែក្រកចុះក្រកឡើងអញ្ចឹងទៅបាទដល់ពេលអញ្ចឹងព្រះរាជាអត់ត្រូវការដល់ពេលអត់ត្រូវការក៏ឲ្យបលែងកុកហ្នឹងទៅបាទឥឡូវខ្ញុំអានមកកន្លែងទៀតដើម្បីឲ្យបងប្អូនយល់កុកហើយនឹងកង្កោកហើយនឹងសារិកាហ្នឹងនាយព្រានក៏នាំកុកចេញមកឃើញកន្លែងកុកណានាយព្រានព្រៃក៏នាំកុកចេញមកហើយប្រើកុកនោះឲ្យរំថ្វាយព្រះបរមរាជាទៀតឯកុកជាសត្វមានប្រាជ្ញាស្គាល់កាលគួរកាលមិនគួរគិតថាសត្វសារិកាសត្វកង្កោកគេបានសម្ដែងចំណេះថ្វាយស្ដេចសពព្រះតីទ្រង់ឲ្យដាក់ទ្រង់ទុកជាព្រះរាជាទ្រព្យហើយប្រសិនបើអញសម្ដែងចំណេះឡើងគង់ស្ដេចនឹងឲ្យដាក់ទ្រង់ទុកដូចគេធម្មតាការជាប់ទ្រង់នេះនឹងរកក្តីសុខឯណាមានតែក្តីទុក្ខក្តីរំខានជាប្រកបបើដូច្នេះកាលនេះមិនគួរនឹងសម្ដែងវិជាដែលចិត្តនោះទេត្រូវធ្វើល្ងងវិញទើបរួចខ្លួនគិតឲ្យកុកនោះពុំរំឡើយធ្វើតែក្រកទៅក្រកមកក្រកទៅក្រកមកប៉ុណ្ណោះបាទប៉ុណ្ណោះឯងនាយព្រានប្រើឲ្យធ្វើដូចម្ដេចក៏កុកក៏មិនធ្វើតាមចេះតែក្រកទៅក្រកមកដូច្នោះឯងឯព្រះបរមរាជាយល់កិរិយាកុកមិនចេះធ្វើដូច្នោះក៏ទ្រង់ត្រាស់ឲ្យនាយព្រានព្រៃស្រាយឡើងទៅនាយព្រានក៏លែងកុកនោះតាមព្រះបន្ទូលទៅហងនៅតែសារិកានិងកង្កោកទេដែលអ្នកចេះដឹងហ្នឹងក៏ជក់កុកជក់ទ្រង់ហ្នឹងទៅឯកុកបានរួចចេញចាកដៃនៃនាយព្រានហើយក៏ហើរឡើងលើអាកាសវិហារហើយបញ្ចេញឧទានវាចាថាសត្វសារិកានិងកង្កោកគេចេះប្រាជ្ញប្រោកញ៉ាំងមនុស្សលោកឲ្យត្រេកអរចិត្តបានធ្វើប្រាណឲ្យជាប់ទ្រង់មានសភាពយ៉ាងនេះថាហើយល្អហើយចៅទាំងពីរតែយើងយល់ថាការជាប់ទ្រង់គេនោះជាទីនាំមកនៅក្តីទុក្ខរំខានបានជាយើងមិនសម្ដែងវិជាដែលចេះនោះស៊ូមេយាធ្វើល្ងងខ្លៅដើម្បីឲ្យគេស្អប់គេលែងចោលបងនឹងបានទៅជួបជុំវងញាតផៅសន្តានដែលព្រាត់ប្រាសមកនោះសារិកានិងកង្កោកឯងចេះចំណេះពន់កឯងយ៉ាងនេះហៅថាចេះរបេះក្បាច់ឬហៅថាចំណេះជិះកឯងណែសកណៈបក្សីទាំងពីរទៅសម្ដែងក្នុងការមិនគួរសម្ដែងបានបានជាអ្នកឯងជាប់ក្នុងទ្រង់ទៅណាមិនរួចយ៉ាងនេះកុកនោះពោលពាក្យដូច្នោះហើយក៏ហើរទៅកាន់ទីតាមចិត្តប្រាថ្នាហងបាទរឿងនេះបានទៅដល់បុគ្គលអ្នកចេះសម្ដែងចំណេះក្នុងការមិនគួរថ្លែងនាំឲ្យពន់កឯងវិញដូចយ៉ាងអ្នកខ្លះបានឃើញបានលឺអ្វីហើយនាំមកសម្ដែងក្នុងការប្រជុំអ្នកធំដល់អ្នកធំគេត្រូវការឡើងក៏ប្រើឯងឲ្យទៅធ្វើការនោះឬការនោះជាការកំបាំងឲ្យខ្លួនទៅថ្លែងគេប្រកាន់ខ្លួនជាប់ថាខ្លួនបានដឹងបានលឺហើយគេហៅយកខ្លួនទៅសម្ដែងការនោះឯងត្រូវពាក់ព័ន្ធមកលើខ្លួនវិញយ៉ាងនេះក៏មានកទេអស់នេះនៅមានច្រើនតទៅទៀតអញ្ជើញប្រាជ្ញពិចារណាទៅទៀតចុះកុកអើយនាងកុកត្រេះយល់ក្តីសុខក្តីទុក្ខសម្បទាយកាលខុសតំណែងមិនថ្លែងអភិប្រាយថ្លែងធ្វើខ្លោចខ្លាយញ៉ាំងកាយរួចបានវិជាចំណេះគួរចាគួរចេះគួរដឹងប្រមាណគួរពោលល្មមពោលគួរខានល្មមខានកុំអាងតែប្រាជ្ញប្រោកព្រើលខ្លែងនេះហើយចេះចប់ចេះមិនប្រសពក្នុងកាលសម្ដែងចេះនោះប្រែជន់
ចេះពាន់កឯងចេះកាលមិនថ្លៃចេះឯងមិនថ្លៃចប់ដំរាពលវិជាខកកាលជាកតិទី61តែប៉ុណ្ណេះជូនពរបងប្អូនតាយាយអ៊ំពូមីងធ្វើដំណើរកំសាន្តណាចិត្តឆ្ងាយថ្ងៃយប់សូមជួបតែសុខសុវត្ថិភាពទាំងផ្លូវទៅនិងត្រឡប់មកវិញបាទការអានដំណើរគតិលោកភាគទី9រឿងព្រានព្រៃចាប់សត្វសារិកាគឺចប់ត្រឹមប៉ុណ្ណេះសូមអរគុណសូមជម្រាបលា